រៀនថ្នាក់ទីម៉ានហើយទី11អញ្ចឹងកណិតស្រួលឯងប្រកាសជាឆ្លើយត្រូវឯងមែនទេបាទសំណួររបស់បងសួរ3សំណួរហើយសិតតែជាសំណួរដែលបងគាត់ថាងាយមែនតើមិនឆ្លើយត្រូវទាំង3សំណួរហ្នឹងបងឲ្យហាវណាស់មកគូបាទសំណួររបស់បងសួរថាតើ 7.3 ហើយនឹង 7.03 មួយណាធំជាង7.3សំណួរមួយទៀតសួរថាតើ 7.5 និង 7.15 មួយណាធំជាង7.15តើ 8.3 និង 8.13 មួយណាធំជាង8.13អរគុណចូលរួមសោកស្ដាយរៀនថ្នាក់ទីម៉ានទី11ពូអញ្ចឹងពូសួរកណិតងាយអីប្រកាសជាឆ្លើយត្រូវឯងមែនទេបាទយ៉ាបាទជឿជាក់ទៀតសំណួររបស់ពូសួរថាតើ 7.5 និង 7.18 មួយណាធំជាង7.5តើ 8.2 និង 8.12 មួយណាធំជាង8.2តើ 9.3 និង 9.19 មួយណាធំជាង9.3អបអសាទរទីបំផុតយើងរកអ្នកខ្លាំងឃើញហើយគាត់បានឈ្នះហាវណាស់ចំនួន1គូអញ្ចឹងពូនឹងបកគលហាវណាស់1គូមកហាងហ្នឹងឆ្លាញ់មួយណាយកមកធម្មតាទេមិនបាច់យកដេបាតទេរើសបានឆ្លាញ់មួយណាយ៉ាមួយហ្នឹងអូមួយថ្មីទៀតអបអសាទរមានអ្នកសួរខ្ញុំច្រើនមែនតើថាសក់របស់ខ្ញុំទុនអលាស់អលងឲ្យដោះលឿនខ្លាំងមែនតើនេះអ្នកទាំងអស់គ្នាមិនមែនជាអត់កំបាំងទេព្រោះខ្ញុំចាញ់និយាយទៅកាន់អ្នកទាំងអស់គ្នាជាសាធារណៈតែម្ដងគឺខ្ញុំប្រើប្រាស់សាប៊ូកក់សក់ខុនម៉ៃហើយខ្ញុំប្រើជាមួយនឹងសារ៉ូមសម្រាប់សារ៉ូមអ្នកទាំងអស់គ្នាយើងច្បាយដាក់លើបាតដៃរបស់យើងជាតែ2 3តំណក់ទេហើយយើងឆ្លីអញ្ចឹងមកហើយយើងយកមកលាបតបលើសក់របស់យើងអញ្ចឹងអ្នកគ្នាអើយកាន់តែទុនអលាស់អលងសុខភាពល្អរឹងមាំអត់ជ្រុះហើយកូនសក់វាដុះមកបន្តរហូតយើងមិនបាច់លាបដល់គល់សក់ក៏បានដែរអ្នកនរលាបទៅចុងសក់ចឹងមកសក់របស់ខ្ញុំដាក់ពណ៌អញ្ចឹងបើសិនជាអត់ថែទេអ្នកនរអើយអាចនឹងខ្សោយអាចនឹងជ្រុះឬក៏ដុះយឺតហើយសាប៊ូនេះល្អខ្លាំងមែនតើគេមានឈុតកម្ចាត់អង្គែគេមានក្រែមបន្ទន់គេមាន spray សម្រាប់កម្ចាត់អង្គែទៀតអញ្ចឹងណាគេដែលចង់បានសុខភាពក្បាលមានសុខភាពល្អសក់ដុះលឿនរឹងមាំទិញសាប៊ូកក់សក់ខុនម៉ាយកទៅប្រើទៅខ្ញុំធានា